ពេលដែលយើងគ្រឹះក្រុម assignment ត្រូវជីវិតយើងក៏វារៀងស្រួលដែរការរៀនទីនេះគឺវាខុសពីនៅវិទ្យាល័យដាច់ដោយឡែកតែម្ដងអូខេសួស្តីបងប្អូនក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីជីវិតនៅសាកលវិទ្យាល័យអូខេសម្រាប់ខ្ញុំជាសិស្សនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអញ្ចឹងខ្ញុំអាចណែនាំពីបទពិសោធន៍ខ្លះៗសម្រាប់ខ្លួនឯងខ្ញុំទៅកាន់អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹងការរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់អ្នកដែលរៀនជំនាញគ្រូដូចជាភូមិប្រវត្តិពលរដ្ឋអីខ្មែរគណិតគ្រូគីមីជីវៈអីអាចមករៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានហើយសម្រាប់សាលាមួយឆ្នាំបងដូចជាក្រោម500ទេតាក់ទងជាមួយនឹងការរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលខ្ញុំរៀនគឺឆ្នាំទី3នោះគឺគេរៀនអនឡាញឥឡូវនេះប្រហែលជារៀនផ្ទាល់ទេអូខេហ្នឹងហើយដោយសារតែនៅហ្នឹងគឺបដាទៀតពីច្រើនតាក់ទងទៅនឹងជំនាញគ្រូថាចេញមកធ្វើគ្រូណាគឺបណ្ដុះបណ្ដាលទៅលើឯកទេសជំនាញគ្រូប៉ុន្តែមិនមែនចេញមកធ្វើគ្រូទេតោះតែយើងប្រឡងចូលឬក៏ប្រឡងចូលក្របខ័ណ្ឌគ្រូអញ្ចឹងទៅអូខេខ្ញុំជាសិស្សអក្សរសាស្ត្រខ្មែរអញ្ចឹងតាក់ទងជាមួយនឹងបទពិសោធន៍ដែលខ្ញុំរៀននៅទីហ្នឹងគឺពិតជាល្អខ្លាំងមែនតើសម្រាប់សិស្សដែលនៅហ្នឹងគឺបើសិនជាសិស្សរៀនមែនតើខំរៀនមែនតើចេញមកស្ទើរខ្លាំងខុសពីសិស្សនៅ IFL ទេសិស្ស IFL ក៏ខ្លាំងដែរស្ទើរខ្លាំងពីខាងភាសាតែសាលាហ្នឹងឥឡូវហ្នឹងគេតម្រូវឲ្យយើងប្រឡងចូលអញ្ចឹងអរគុណដែលគិតថាខ្លួនឯងឆ្លាញ់ទៅលើជំនាញគ្រូអាចទៅលេខមកមើលសាលាមួយនេះបានអញ្ចឹងតាក់ទងជាមួយនឹងការប្រឡងចូលអីខាងសាលាគាត់នឹងបោះហ្នឹងឯងមួយទៀតការរៀននៅទីនេះគឺវាខុសពីនៅវិទ្យាល័យដាច់ដោយឡែកតែម្ដងគឺការរៀននៅហ្នឹងគឺសាស្ត្រាចារ្យគាត់តែងទៅដាក់ប្រធានបទឬក៏អីផ្សេងៗដើម្បីឲ្យយើងទៅសិក្សាសាស្ត្រយើងអញ្ចឹងទៅបើសិនជាយើងអាស្រ័យមិនត្រូវមានន័យថាយើងជីវិតយើងវារៀងស្រួលដែរតែយើងត្រូវតែជួយគេបើមិនជួយគេដកយើងចេញពីក្រុមហ្នឹងអូខេអញ្ចឹងសម្រាប់ក្រុមដែលខ្ញុំឆ្លងកាត់ក្រុមខ្ញុំថាហ្នឹងហើយជាក្រុមដែលតាំងពីដើមឆ្នាំទី1រហូតដល់ឆ្នាំទី4បញ្ចប់ប្រឡងចេញគឺពួកយើងមិនដែលឈ្លោះគ្នាបកកាយគ្នាសំបីតែមួយទេដោយសារទៅលើគ្រឿងក្រុម assignment ហ្នឹងអញ្ចឹងពួកយើងចូលមកយើងជួយធ្វើគ្នាទោះបីជាមានអ្នកខ្លះនៅបានជួយឬក៏ចូលរួមក្រោយក៏ពួកយើងមិនប្រខែបកាន់ដែរពួកយើងចែកចំណុចគ្នាធ្វើទាំងអស់ព្រោះខ្ញុំខ្លួនឯងខ្ញុំផ្ទាល់តើឆ្នាំទី4ដែលឆ្នាំប្រឡងចេញហ្នឹងគឺខ្ញុំអត់បានជួយធ្វើកិច្ចការគេទេប៉ុន្តែដោយសារក្រុមខ្ញុំគាត់ចេះយល់ថាយើងរវល់ការងារចេះយកអញ្ចឹងទៅគាត់ជួយធ្វើយើងវិញអូខេអញ្ចឹងដល់ពេលដែលយើងគ្រឹះក្រុម assignment ត្រូវជីវិតយើងក៏វារៀងស្រួលដែរហើយជាពិសេសក្រុមដែលយើងនិយាយទៅយកចិត្តគ្នាក្រុមយកចិត្តគ្នានិយាយមួយម៉ាត់ទៅយកចិត្តគ្នាស្រួលទៅអូខេតោមួយទៀតជាមួយឥឡូវហ្នឹងវាទំនើបមានឆាត GPT មានអីច្រើនអញ្ចឹងបើសិនជាយើងចូលគ្រូក៏ដាក់ផ្សាយមិនឲ្យថាយើងទៅរកតាមហ្នឹងវាវិញពិបាកដែរតម្រូវឲ្យយើងចូលបណ្ណាល័យនៅភូមិន្ទមានបណ្ណាល័យមួយបណ្ណាល័យហ៊ុនសែនអញ្ចឹងអ្នកនរគ្នាអាចចូលទៅបានអញ្ចឹងសិស្សខ្លះរៀននៅភូមិន្ទណា4ឆ្នាំតបានចូលបណ្ណាល័យម្ដងខ្ញុំនិយាយមែនតើណាអត់និយាយលេងទេខ្ញុំឆ្នាំទី1ក៏មិនសូវបានចូលដែរបាទទី2បានមិត្តភក្តិខ្ញុំនាំចូលទី3ក៏បានមិត្តភក្តិខ្ញុំនាំចូលដែរអញ្ចឹងពេលដែលយើងចូលបណ្ណាល័យយើងគួរតែធ្វើការប្រហែលទៅអញ្ចឹងយើងចូលឈ្មោះធ្វើការទៅអត់អស់លុយទេការដែលយើងមានហ្នឹងសំណុកនៅពេលដែលយើងមកជ័យសភៅអីយើងគ្រាន់តែកត់ឈ្មោះទៅយ៉ាជ័យបានអត់អស់លុយទេហើយតែកុំឲ្យតែលើថ្ងៃគេតែលើថ្ងៃគេមួយថ្ងៃដូចជាកាត់500ហ្នឹងហើយអូខេការរៀននៅទីហ្នឹងគឺវាពិតជាល្អបើសិនជាយើងខិតខំប្រឹងប្រែងក្នុងការរៀនអញ្ចឹងវាមានវេនព្រឹកវេនថ្ងៃវេនយប់អញ្ចឹងទៅអ្នកនរគ្នាអាចជ្រើសរើសបានហើយមួយទៀតតកតងជាមួយនឹងផ្លូវនៅភ្នំពេញវាយ៉ាងច្រើនខ្វាត់ខ្វែងតម្រូវឲ្យអ្នកនរគ្នាចេះមើល map តិចទៅបើមិនចេះមើល map ជិះទៅជិះឲ្យរៀងវែងទៅអ្នកនរគ្នានឹងស្គាល់ផ្លូវកាន់តែច្រើនដូចខ្ញុំដែរអូខេអញ្ចឹងខ្ញុំមិនស្គាល់ផ្លូវអីច្រើនណាស់ទេប៉ុន្តែយើងអាចជិះបានទៅណាទៅណីវាអត់យើងស្គាល់តែប៉ុណ្្នឹងអ្នកនរគ្នាមកដល់ភ្នំពេញអ្នកនរគ្នាកន្លែងអ្នកនរគ្នាទៅផ្លូវទៅដំបូងគេខ្ញុំជឿថាប្រកាសជាទៅមុខវាំងនិងសារមន្ទីរជាតិកន្លែងហ្នឹងគឺជាកន្លែងមួយដែលបណ្ដុំទៅដោយមនុស្សច្រើនពេលយប់ក៏ដូចជាពេលថ្ងៃអញ្ចឹងអ្នកនរគ្នាគួរតែទៅលេងទៅអីទេពេលតនេកុំទៅមកទឹកទៅ5ដងហេតុខៅទេតែបើយើងបែកកំណត់ក្នុងការលក់អីមក strip អីពេលល្ងាចឡើងយើងអាចលក់បានហ្នឹងគេដូចជាទឹកលុយទេឲ្យយើងមានកន្លែងលក់ហ្នឹងអូខេហ្នឹងហើយយើងបន្ទាប់ពីហ្នឹងហើយយើងឆ្ងាយពីគ្រួសារយើងជីវិតយើងពេលហ្នឹងគឺវាអត់ស្រួលទេត្រូវដឹងថាជីវិតរស់នៅម្នាក់ឯងជាមួយមិត្តភក្តិវាអត់ស្រួលដូចជាយើងនៅជាមួយគ្រួសារទេយើងនៅជាមួយគ្រួសារយើងជីវិតនៅវិទ្យាល័យមកដល់ផ្ទះហូបចិត្តបាយឆ្អិនស្រួលទៀតប៉ុន្តែនៅទីនេះបើសិនជាយើងមានលទ្ធភាពអូខេទិញបាយក្រៅញ៉ាំទៅរាល់ថ្ងៃអញ្ចឹងទៅតែយើងមិនមានលទ្ធភាពទេទិញយកមកធ្វើខ្លួនឯងញ៉ាំ2ពេលទៅអូខេអញ្ចឹងតម្រូវឲ្យយើងចាក់ខ្លួនឯងជាគេហាក់ពេលហ្នឹងត្រូវតែយកមកអនុវត្តអីជាគេហាក់មួយទៀតនៅភ្នំពេញចេញចាក់សោចូលចាក់សោវាមិនមែនដូចនៅផ្ទះយើងទេហើយម៉ូតូប្រយ័ត្នបន្តិចព្រោះនៅទីនេះវាមិនស្រួលទេបាទអញ្ចឹងយើងនៅទីនេះវាជ្រៅជាងមុនវាមិនរាក់ដូចមុនទេបើសិនជាប្រៀបធៀបទៅយើងកុំយើងគ្រាន់តែនៅទលេឥឡូវនេះយើងមកនៅសមុទ្រហើយអញ្ចឹងយើងត្រូវរៀនស្វែងយល់ពីអ្វីនៅជុំវិញខ្លួនយើងទាំងអស់អូខេមួយទៀតតកតងជាមួយនឹងអ្នកដែលចង់ធ្វើការបដារៀនបដា
vì có chỉ thử tập tu squat thắt này đặc biệt là riêng bả thôi ca hiện bây giờ việc đôi môn tế ca riêng bây giờ mình càng thích chọn ok và sen chỉ dương riêng pe prắc trên với ca pe chốt giờ ở sân pe riêng thế và tại và sen chỉ dương up đi up với cá dương răng riêng dạ được họ bây giờ phải chịu lỗ tại đặc biệt năng viên mình khó ní và ta dương riêng bả thôi cao cả tới dương bạn bảo sọt càng nhiều khó hay dương có riêng ba tiền này thế hay complex thôi cao bạn lôi hết thời không phần tiền này ok ហ្នឹងហើយនេះគឺជាចំណុចខ្លះៗរបស់ខ្ញុំដែលចង់ចែករំលែកទៅកាន់បងប្អូនអរគ្នាដែលទៅតែប្រឡងចប់ហើយមានបំណងចង់ឡើងមកក្នុងពេញអូខេហើយបើមានសំណួរអីចង់សួរបន្ថែមទាក់ទងជាមួយនឹងការរៀននៅសាកលវិទ្យាល័យអីអាចខមមិនខាងក្រោមខ្ញុំមានពេលតនេច្រើនខ្ញុំមើលវីដេអូមួយទៀតទាក់ទងជាមួយនឹងសាកលវិទ្យាល័យនៅភ្នំពេញអូខេហើយអរគុណជួបគ្នានៅវីដេអូក្រោយ